តើអ្នកកំពុងតែព្យាយាមញ៉ាំអាហារសុខភាពតែគីឡូនៅតែមិនស្រកឬមានអារម្មណ៍ថាហត់នឿយមែនទេប្រយ័ត្នជួបកំហុសទាំង5នេះកំហុសទី1ញ៉ាំខ្លាញ់ល្អច្រើនហួសប្រមាណ Fiber គ្រាប់ធញ្ញជាតិនិងប្រេងអូលីវពិតជាល្អសម្រាប់រាងកាយតែវាមានកាឡូរីខ្ពស់ណាស់បើញ៉ាំច្រើនពេកវានៅតែធ្វើឲ្យអ្នកឡើងគីឡូដែរកំហុសទី2ចាញ់បោកពាក្យ low fat ឬគ្មានខ្លាញ់នៅពេលគេដកខ្លាញ់ចេញគេតែងតែបន្ថែមជាតិស្ករនិងសារធាតុគីមីដើម្បីរក្សាសជាតិវាមិនមែនជាអាហារសុខភាពពិតប្រាកដទេកំហុសទី3បញ្ហាដោយសារទឹកជ្រលក់សាឡាត់បន្លែសុខភាពល្អណាស់តែទឹកជ្រលក់ប្រភេទគ្រីមខាប់សម្បូរទៅដោយខ្លាញ់មិនល្អនិងសូដ្យូមគួរដូរមកប្រើប្រេងអូលីវលាយជាមួយក្រូចឆ្មារឬទឹកខ្មេះប៉ោមវិញកំហុសទី4កាត់បន្ថយកាឡូរីខ្លាំងពេកឬបង្អត់អាហារការធ្វើបែបនេះធ្វើឲ្យប្រព័ន្ធដុតរំលាយអាហារដើរយឺតខូចសុខភាពនិងធ្វើឲ្យអ្នកញ៉ាំច្រើនទ្វេដងនៅពេលក្រោយ Yo-yo effect កំហុសទី5ផឹកទឹកផ្លែឈើកិនជំនួសការញ៉ាំផ្លែឈើស្រស់ទឹកផ្លែឈើដែលចម្រោះយកកាក់ចេញគឺបាត់បង់ជាតិសរសៃ fiber អស់ហើយសល់តែជាតិស្ករសុទ្ធដែលធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗញ៉ាំអាហារសុខភាពគឺដើម្បីរាងកាយរឹងមាំមិនមែនធ្វើទារុណកម្មខ្លួនឯងទេចុច follow ដើម្បីទទួលបានគន្លឹះថែរក្សាសុខភាពល្អៗជារៀងរាល់ថ្ងៃ